ធម្មចាត់ដីសូត្រសម័យមួយព្រះដ៏មានវិភាកទ្រង់គង់ប្រថាប់នៅក្នុងសាកាជនបទរបស់ពួកសាស្ត្រសម័យនោះព្រះបាទបសេនិតិកោសលបានជួបគាល់ព្រះដ៏មានវិភាកព្រះបាទបណ្ឌិតកោសលតាំងអំពីទ្រង់ជ្រាបថាបានធ្វើឃាតបន្ទល់សេនាបតីព្រមទាំងបុត្រ32នាក់នោះមកដោយអ្នកទាំងអស់នោះឥតមានកំហុសព្រះរាជាទ្រង់មិនសប្បាយព្រះហឫទ័យក្នុងប្រាសាទមិនមានសេចក្តីសុខជាមួយនឹងពួកស្នំទាំងមិនសុខព្រះហឫទ័យក្នុងរាជសម្បត្តិទៀតផងប៉ុន្តែព្រះអង្គទ្រង់សុខព្រះហឫទ័យក្នុងការចូលគាល់ព្រះដ៏មានព្រះភាកលើកនេះជាការចូលគាល់ព្រះដ៏មានព្រះភាកចុងក្រោយរបស់ព្រះរាជាព្រោះព្រះរាជាត្រូវសោយទីបង្គត់ក្នុងយប់នឹងឯងព្រះសូត្រនេះមានឈ្មោះធម្មចាត់ដីសូត្រព្រោះព្រះបាទបណ្ឌិតកោសលទ្រង់សម្ដែងនៅពាក្យដែលព្រះអង្គធ្វើនៅសេចក្តីគោរពចំពោះព្រះដ៏មានព្រះភាកដ៏ក្រៃលែងនោះដោយព្រោះហេតុយ៉ាងណាគឺមាន7ប្រការដែលព្រះរាជាក្រាបទូលព្រះដ៏មានព្រះភាក7ប្រការគឺ1ខ្ញុំព្រះអង្គបានឃើញភិក្ខុទាំងឡាយក្នុងសាសនានេះបានប្រព្រឹត្តព្រហ្មចរិយធម៌មានជីវិតជាទីបំផុតបរិបូរណ៍បរិសុទ្ធដរាបដល់អស់ជីវិត2ខ្ញុំព្រះអង្គឃើញតែពួកភិក្ខុក្នុងសាសនានេះហើយដែលមានសេចក្តីព្រមព្រៀងស្រស់ស្រាយមិនទាស់តែងគ្នាដូចជាទឹកលាយជាមួយនឹងទឹកដោះគោស្រស់សម្លឹងមៀងមើលគ្នាដោយចក្ខុជាទីស្រឡាញ់3ខ្ញុំព្រះអង្គឃើញពួកភិក្ខុក្នុងសាសនានេះមានចិត្តរីករាយក្រៃពេកមានចិត្តខ្ពស់បំផុតមានសភាពត្រេកអរក្រៃពេកមានអន្ត្រីពេញលេញមានសេចក្តីខ្វល់ខ្វាយតិចមានរោមសម្លបហើយចិញ្ចឹមជីវិតដោយសារទានរបស់អ្នកដទៃមានសភាពនៃចិត្តដូចជាម្រឹក4ខ្ញុំព្រះអង្គឃើញតែពួកភិក្ខុក្នុងសាសនានេះបើព្រះដ៏មានព្រះភាកកំពុងសម្ដែងធម៌ដល់បរិស័ទច្រើនរយក្នុងសម័យណាសម័យនោះពួកសាវករបស់ព្រះអង្គដ៏មានព្រះភាកគឺឥតមានសម្លេងកណ្ដាស់ឬសម្លេងក្អកក្រហមឡើយ5ខ្ញុំព្រះអង្គឃើញខន្តិយបណ្ឌិតព្រាហ្មណ៍បណ្ឌិតកហបតិបណ្ឌិតនិងសមណបណ្ឌិតពួកខ្លះក្នុងលោកនេះនាំគ្នាមកវាទៈចំពោះព្រះដ៏មានព្រះភាកទីបំផុតបានមកជាសាវកនៃព្រះដ៏មានព្រះភាកវិញ6បបិទ្ធព្រះអង្គដ៏ចម្រើនម្យ៉ាងទៀតពួកជាងឈើដែលខ្ញុំព្រះអង្គបានឲ្យជីវិតបានតាំងយោដល់ពួកជាងឈើទាំងនោះតែពួកជាងឈើទាំងនោះមិនបានធ្វើសេចក្តីគោរពអោនលំទោនមករកខ្ញុំព្រះអង្គឲ្យដូចជាការដែលពួកគេបានធ្វើចំពោះព្រះដ៏មានព្រះភាកនោះឡើយ7បបិទ្ធព្រះអង្គដ៏ចម្រើនមួយវិញទៀតព្រះដ៏មានព្រះភាកក៏ជាក្សត្រខ្ញុំព្រះអង្គក៏ជាក្សត្រព្រះអង្គមានព្រះជន្ម80ខ្ញុំព្រះអង្គក៏មានព្រះជន្ម80តែត្រឡប់ជាខ្ញុំព្រះអង្គគួរដើម្បីធ្វើនៅសេចក្តីអោនលំទោនដ៏ក្រៃលែងក្នុងព្រះដ៏មានព្រះភាកដើម្បីសម្ដែងនៅការបូជាដោយសេចក្តីរាប់អានចំពោះព្រះអង្គវិញទាំង7ប្រការនេះគ្រាន់តែស្រង់យកចំណុចគោលមករាប់ប៉ុណ្ណោះសូមពុទ្ធបរិស័ទជ្រះថ្លាក្នុងការសិក្សាដោយសពគ្រប់ក្នុងព្រះសូត្រទាំងស្រុងផងចុះនៅខាងចុងនៃព្រះសូត្រនេះព្រះដ៏មានព្រះភាកទ្រង់ត្រាស់ថាមនាភិក្ខុទាំងឡាយអ្នកទាំងឡាយចូលរៀននៅពាក្យដែលធ្វើនៅសេចក្តីគោរពក្នុងធម៌ទាំងឡាយអ្នកទាំងឡាយចូលទន្ទិញចូលចងចាំទុកនៅពាក្យដែលធ្វើនៅសេចក្តីគោរពក្នុងធម៌មនាភិក្ខុទាំងឡាយព្រោះពាក្យដែលធ្វើនៅសេចក្តីគោរពក្នុងធម៌ដល់កម្រដល់ប្រយោជន៍ជាអតិនៃព្រហ្មចរិយៈគឺជាខាងដើមនៃមគ្គព្រហ្មចរិយៈ